កំភ្លើងបានឡោមព័ទ្ធវិហារអ៊ីស្លាមនៅរដ្ឋនីសេប្រទេសនីសេរីយ៉ាក្នុងពេលពលរដ្ឋកំពុងថ្វាយបង្គំរួចចាប់ពួកគេបណ្ដាលចូលព្រៃនេះបើយោងទៅតាម Reuters រាយការណ៍នៅថ្ងៃទី24ខែសីហាឆ្នាំ2026 Reuters ថាចំណាប់ខ្មាំងអាចមានដល់ទៅ600នាក់រួមទាំងស្ត្រីកុមារនិងមនុស្សចាស់ការចាប់ជាចំណាប់ខ្មាំងនេះបានកើតឡើងនៅក្នុងស្រុកបូគូកាលពីថ្ងៃទី21ខែសីហាខណៈខ្មាំងកំភ្លើងបានវាយប្រហារស្របពេលគ្នាទៅលើសហគមន៍ជាច្រើនពីថ្ងៃក្រោយមកក្រុមនេះបានបង្ហោះវីដេអូតាមបណ្ដាញសង្គមបង្ហាញមនុស្សជាច្រើនអ្នកអង្គុយផ្ដុំគ្នាក្រោមការយាមកាមនៅក្នុងព្រៃនិងមានសំឡេងកុមារយំផងនគរបាលនីសេរីយ៉ាបានបញ្ជាក់ថាពិតជាមានការវាយប្រហារនេះមែនហើយបានបញ្ជូនកងកម្លាំងទៅស្វែងរកជនរងគ្រោះនៅក្នុងព្រៃប៉ុន្តែមិនទាន់អាចកំណត់ចំនួនថាមានប៉ុន្មានអ្នកនោះទេមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវទេលើករណីនេះហើយមូលហេតុនៅពីក្រោយក៏មិនទាន់បញ្ចេញឲ្យដឹងដែរទោះជាយ៉ាងណាការចាប់ចម្រិតដើម្បីទាមទារប្រាក់បានកើតឡើងជាញឹកញាប់នៅភាគពាយ័ព្យនិងភាគកណ្ដាលនៃប្រទេសនីសេរីយ៉ាដោយក្រុមប្រដាប់អាវុធតែងតែវាយចូលទៅក្នុងភូមិសាលារៀនព្រះវិហារនិងផ្លូវធំៗរួចយកជនរងគ្រោះទៅលាក់នៅក្នុងព្រៃខ្ញុំរស់សុធាពី News Today NTTV